លើអត់ជួសជុលសោះខូចច្រើនហ្នឹងតែគេជួលអានេះគេហៅបរិយអីទេផ្លេចបាត់ទៅបរិយផ្លេចបាត់នេះមានផ្សារធំដែរតែអត់មានអ្នកលក់សោះមានអ្នកលក់តិចតួចទេនេះមានអ្នកលក់10តោបធ្លាប់មកធ្វើបសសនៅនេះបសសនឹងគេធ្វើនៅខាងក្រោយសម្រាប់អ្នកនៅខាងកបោគេច្រើនគេមកធ្វើនៅហ្នឹងតំបន់នេះកន្លែងគេទិញអេតចាយនេះគេទិញអេតចាយឡាននេះមិនទុកចោលសាងសង់ទុកចោលអត់ធ្វើឲ្យហើយផ្លូវនេះគេធ្វើឲ្យបាទតែយូរមកតតែតាមស្អាតចិត្តបែបធម្មជាតិអីមើលវីដេអូខ្ញុំទៅដឹងតែត្រូវដោយសារខ្ញុំចូលចិត្តថតបែបធម្មជាតិបែបស្រុកស្រែហើយក៏ចូលចិត្តដើរលេងឆ្ងាយទៅខ្ញុំចូលចិត្តទៅសៀមរាបទៅមណ្ឌលគិរីតែខ្ញុំចូលចិត្តឆោឡែនទៅឆ្ងាយអូគេហៅស្វាយអីគេចេះបាយបើបត់ពិសោធន៍ខ្ញុំធ្លាប់ជីវាជីទៅដល់
សិតក្នុងទូកង់ហើយក៏ទៅដល់ផ្លូវជាតិ41ដែរមិនដឹងថា41ឬ51ខ្ញុំច្រឡំភាសាផ្លូវហ្នឹងវាជិះមកខាងតំបន់ប៉ែកខាងកំពង់ស្ពឺអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំហ្នឹងហើយកុំភ្លេច like Subscribe ចុចខ្ញុំក៏អរគុណច្រើនអ្នកទាំងអស់